ជប៉ុនគេបាញ់ថ្នាំស្មៅអត់គឺពេលអូមុនគឺខ្ញុំបាននិយាយតាក់ទងទៅនឹងអង្គរបស់ជប៉ុនគឺអង្គរបស់ជប៉ុនមិនត្រឹមតែជាអង្គមួយដែលយើងហៅថាឆ្ងាញ់ទេហើយគឺជាអង្គមួយដែលសុវត្ថិភាពហើយដោយបានខ្ញុំនិយាយថាសុវត្ថិភាពដោយសារតែបណ្ដាប្រទេសមួយចំនួនអង្គរបស់គេបងប្អូនតាមខ្ញុំដឹងគឺអ្នកខ្លះគេថាអង្គហ្នឹងគឺមានការប្រើថ្នាំម្យ៉ាងដើម្បីការពារគុណភាពអង្គហ្នឹងការពារកុំឲ្យខ្មោចស៊ីប៉ុន្តែតាមបទពិសោធន៍ដែលខ្ញុំធ្វើការនៅក្នុងឃ្លាំងអង្គមករាប់ឆ្នាំហើយគឺអង្គរបស់ជប៉ុនអត់មានការប្រើប្រាស់ថ្នាំទេហើយនៅពេលដែលសីតុណ្ហភាពក្តៅលើសពី20អង្សាជាងចូល24 25អីគឺគេនឹងបើកម៉ាស៊ីនត្រជាក់នៅកន្លែងខ្លះគេនឹងអត់ប្រើម៉ាស៊ីនត្រជាក់ទេគេប្រើចំហាយព្រិលដោយសារតែខេត្តដែលខ្ញុំនៅនេះគឺខេត្តនីកាតាព្រិលវាច្រើនអញ្ចឹងគេយកព្រិលដើម្បីទាញយកចំហាយវាដើម្បីមកខ្លះសេអង្គរបស់ជប៉ុនមិនត្រឹមតែថ្លៃទេបងប្អូនកន្លែងខ្លះមានលុយអីរត់ទិញអត់ចង់បានទៀតធម្មតាតែអង្គជប៉ុននៅបណ្ដាប្រទេសមួយចំនួនកសិករត្អូញត្អែថាកសិផលឬក៏ស្រោចចថោប៉ុន្តែនៅស្រុកជប៉ុនកសិផលបន្លែបកាអង្គវិញគឺថ្លៃមែនទែនហើយប្រជាជនគឺម្នាក់គឺធ្ងោដូចព្រៀបប្រជាជនជប៉ុនទេតែធ្ងោសូម្បីតែយើងជាពលករមកពីស្រុកគេនៅរត់តែធ្ងោជាងប្រជាជនឃើញបងប្រុសម្នាក់គាត់ comment សួរថាតើជប៉ុនគេបាញ់ថ្នាំស្មៅអត់គឺគេបាញ់ប៉ុន្តែគេអត់បាញ់នៅក្នុងស្រែទេដោយសារស្រែរបស់ជប៉ុនវាអត់សូវតែមានស្មៅទេមានស្មៅតិចមែនទែនដោយសារជប៉ុនយើងដឹងហើយគេធ្វើស្រែសន្ទូងអញ្ចឹងហើយគេមានទឹកគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងព្រោះការស្រែកាលណាដែលមានទឹកស្មៅគឺវាអត់អាចលូតលាស់បានទេវារលួយមានដែរតែមានតិចមែនទែនពេលដែលគេបាញ់ថ្នាំគេបាញ់តែតាមបន្លាយឬក៏តាមភ្លឺស្រែទេគេអត់បាញ់នៅក្នុងស្រែហើយការបាញ់នៅតាមភ្លឺស្រែក៏ដូចគ្នាគេបាញ់ហើយគឺគេមានសម្លឹកដូចសម្លឹកស្នោយើងសម្លឹកកេះឬសម្លឹកឡាំងគេយកបាំងការពារអត់ឲ្យថ្នាំនឹងកระจายទៅប៉ះស្រូវទេហើយគេការពារបានល្អ